សម្ដេចហ៊ុនសែនលើកយកអត្ថបទ UN Close អ្នកវិភាគថៃឲ្យប្រជាជនកម្ពុជានិងថៃពិចារណាសម្ដេចហ៊ុនសែនបានចែករំលែកអត្ថបទមួយរបស់លោកអគ្គរដ្ឋផុងខំខុនដែលបានដាក់ចំណងជើងថាអ្នកវិភាគលើសំណើថៃគ្រប់គ្រងហ្គេម UN Close ដែលត្រូវបានបង្ហោះនៅថ្ងៃទី7 ខែមិថុនាឆ្នាំ2026នៅក្នុងអត្ថបទលោកអគ្គរដ្ឋផុងខំខុនបានវិភាគករណីដែលកម្ពុជាបានផ្ញើលិខិតទៅភាគីថៃនិងអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីចាប់ផ្ដើមដំណើរការផ្សះផ្សាដោយបង្ខំស្របតាមច្បាប់ UN Close ឆ្នាំ1982កម្ពុជាក៏បានតែងតាំងអ្នកជំនាញច្បាប់ចំនួន2រូបនិងទុកពេលឲ្យភាគីថៃចំនួន3សប្តាហ៍ដើម្បីតែងតាំងតំណាងរបស់ខ្លួននិងជ្រើសរើសគណៈកម្មការផ្សះផ្សាលោកអគ្គរដ្ឋផុងខំខុនបានអះអាងថាកម្ពុជាកំពុងអនុវត្តតាមនីតិវិធីដែលបានចែងនៅក្នុងច្បាប់អន្តរជាតិខណៈដែលសង្គមថៃមួយផ្នែកខ្វះការយល់ដឹងអំពីច្បាប់សមុទ្រនិងច្បាប់អន្តរជាតិលោកបានរិះគន់ថាសង្គមថៃជាញឹកញាប់ពឹងផ្អែកលើការស្រមើស្រមៃនិងអារម្មណ៍ជាតិនិយមជាងការសិក្សាឯកសារច្បាប់និងអង្គហេតុជាក់ស្ដែងលោកបានចោទសួរថាហេតុអ្វីបានជាបញ្ហាព្រំដែនគោកដែលកើតមាននៅតំបន់ជង្បុកកាលពីខែឧសភាឆ្នាំ2025ដែលត្រូវបានភ្ជាប់ទៅនឹងការលុបចោលកិច្ចព្រមព្រៀងព្រំដែនទឹកតាមទស្សនៈរបស់លោកបញ្ហាព្រំដែនគោកនិងបញ្ហាព្រំដែនសមុទ្រគឺជាបញ្ហាដាច់ដោយឡែកពីគ្នាអត្ថបទក៏បានលើកឡើងពីយន្តការសំខាន់ៗនៅរវាងកម្ពុជានិងថៃរួមទាំង MOU 2000គណៈកម្មការធិការព្រំដែនទូទៅ GBC និងគណៈកម្មការធិការព្រំដែនភូមិភាគ OBC ដែលលោកយល់ថាសង្គមថៃជាច្រើនមិនយល់ច្បាប់ពីតួនាទីនិងភាពខុសគ្នារបស់យន្តការទាំងនោះឡើយពាក់ព័ន្ធនឹង MOU 44លោកបានអះអាងថាការលុបចោលដោយឯកតោភាគីរបស់ថៃអាចធ្វើឲ្យថៃបាត់បង់ប្រៀបនៅលើឆាកអន្តរជាតិព្រោះកម្ពុជាអាចប្រើស្ថានភាពនេះជាអត្ថប្រយោជន៍នៅក្នុងដំណើរការតាមច្បាប់អន្តរជាតិលោកយល់ថាកម្ពុជាបានត្រៀមខ្លួនមុនជាស្រេចនិងអនុវត្តតាមនីតិវិធីដែលបែងចែកនៅក្នុង UN Close លោកបានរិះគន់ថារាជរដ្ឋាភិបាលនិងអ្នកនយោបាយថៃមួយចំនួនមិនបានផ្ដោតលើដំណោះស្រាយឬគោលនៃបញ្ហាប៉ុន្តែបែរជាប្រើវិវាទជាឧបករណ៍នយោបាយដើម្បីរក្សាប្រជាប្រិយភាពនិងអំណាចរបស់ខ្លួនលោកព្រមានថាការរក្សាទុកភាពចម្រូងចម្រាសនៅតាមព្រំដែនអាចនាំឲ្យប៉ះទង្គិចយោធាកើតឡើងម្ដងទៀតជាចុងក្រោយលោកអគ្គរដ្ឋផុងខំខុនបានអំពាវនាវឲ្យភាគីទាំងពីរដោះស្រាយវិវាទតាមយន្តការច្បាប់អន្តរជាតិនិងគោរពស្តង់ដារដែលបានបែងចែកនៅក្នុង UN Close ដោយជ្រើសរើសប្រធានគណៈកម្មការផ្សះផ្សានិងបន្តការចរចាតាមនីតិវិធីជាងប្រើអារម្មណ៍ជាតិនិយមឬផលប្រយោជន៍នយោបាយក្នុងនោះផងដែរសម្ដេចហ៊ុនសែនក៏បានបញ្ជាក់ច្បាស់ថាលោកគ្រាន់តែចែករំលែកការបកប្រែក្រាបលើការអត្ថបទនេះដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជានិងថៃបានអាននិងពិចារណាដោយខ្លួនឯងដោយមិនបានធ្វើសេចក្តីអធិប្បាយបន្ថែមលើទស្សនៈរបស់អ្នកនិពន្ធថៃរូបនេះឡើយ